បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាតកៅបងប្អូនដែលយើងចំហើយនឹងផលិតចេញពីពងរុយកសិកម្មរបស់យើងចឹងតកៅនេះយើងចំបាន10ថ្ងៃចឹងវាប៉ុណ្្នឹងចឹងយើងអាចប្រមូលឲ្យសត្វស៊ីបានហើយវីដេអូនេះផ្សាយជូនបងប្អូនពិសេសសម្រាប់បងប្អូននឹងក៏អត់ដឹងថាយើងចំធ្វើអីចឹងចំពោះការចិញ្ចឹមគឺយើងចំដើម្បីផលិតជាតកៅហ្នឹងយកឲ្យសត្វយើងស៊ីហើយតើតើមួយការចិញ្ចឹមនេះគឺនៅលើពិភពលោកគេចិញ្ចឹមច្រើនណាស់បងប្អូនប្រទេសនៅខាងអឺរ៉ុបនៅខាងប្រទេសជឿនលឿនក៏គេចិញ្ចឹមច្រើនដែរតែគ្រាន់ថានៅយើងអត់សូវបានស្រាវជ្រាវចឹងណាចឹងចាប់ដើមរៀងក្រួយគេទៅរៀងផ្លែចឹងណាតែចំពោះប្រទេសគេគឺគេដឹងពីអត្ថប្រយោជន៍វាចឹងគេចិញ្ចឹមបានច្រើនឥឡូវយើងមកយើងសាឲ្យសត្វយើងស៊ីតែយើងមើលវាស៊ីអត់បាទឥឡូវមន់យើងមកបងគេដាក់ឲ្យមន់យើងស៊ីបាទយកបងនេះប្រភេទមន់លម្អបាទចឹងបងប្អូនឃើញទេថាវាចូលចិត្តស៊ីប៉ុណ្ណាជាចំពោះការស៊ីរបស់វាយើងអត់ឲ្យវាស៊ីច្រើនទេបងប្អូនចឹងមន់ហើយជាប៉ុណ្ណឹងយើងឲ្យវាស៊ី2ថ្ងៃស៊ីបាយអស់តែប៉ុណ្ណឹងឯងចំពោះការលូតលាស់វាគឺវាលូតលាស់បានលឿនទាំងកូនមន់ជាតើទាំងបាទាំងមេហ្នឹងគឺវាស៊ីបានទាំងអស់ចឹងអានេះយើងប្រើបើយើងសូនលាយជាមួយស្រូវកន្ទក់ពោតទេយើងប្រើចន្លោះប្រហែលជាខ្ទង់ពី10ទៅ15%ណាបងប្អូនអាតើហ្នឹងហើយកាលណាយើងចាំអាហ្នឹងបានគឺយើងលែងប្រើចំណីផ្សាយបាទយើងប្រើតើហ្នឹងឲ្យសត្វស៊ីហើយបងប្អូនដាក់ស្រូវដាក់កន្ទក់ដាក់ពោត ABC ធម្មតាទៅគាត់ថាពេលល្ងាចពេលណែទៅនេះយើងចូលទៅដួសតើបាច់ ABC ប៉ុណ្ណឹងមកចឹង ABC ហើយចឹងវាចូលចិត្តស៊ីហើយការលូតលាស់សត្វយើងក៏លឿនសុខភាពវាក៏ល្អដែរចឹងអាហ្នឹងបងប្អូនថាប្រយោជន៍នៅក្នុងការចិញ្ចឹមរុយហ្នឹងគឺដើម្បីផលិតជាតកៅហ្នឹងឲ្យសត្វយើងស៊ីចឹងហើយមិនឲ្យតែមន់ទេណាបងប្អូនតកៅហ្នឹងគឺជាប្រភពប្រូតេអ៊ីនសត្វចិញ្ចឹមវាច្រើនណាអញ្ចឹងចំពោះសត្វទូទៅយើងអាចកែច្នៃឲ្យវាស៊ីបានគ្រប់ប្រភេទសត្វគ្រាន់តែថាដូចមន់ទាត្រីអីយើងបាច់កែច្នៃច្រើនក៏បានដែរគ្រាន់តែយកមកបាចឲ្យវាស៊ីស្រស់ៗចឹងក៏បានបាទអញ្ចឹងអាហ្នឹងណាបងប្អូននេះថាប្រយោជន៍ដែលយើងចិញ្ចឹមរុយឬក៏តកៅកសិកម្មគោលដៅសំខាន់គឺបង្កើតជាតកៅសាច់ចឹងដើម្បីឲ្យសត្វយើងស៊ីបងប្អូនបាទចឹងសត្វយើងវាចូលចិត្តស៊ីបាទចឹងចំពោះបងប្អូនដែលចង់ចិញ្ចឹមអីចាំបងប្អូនមើលវីដេអូដែលខ្ញុំដាក់ឲ្យមើលញឹកញាប់ទៅបងប្អូនអាចយល់បានច្រើននេះព្រោះវីដេអូនេះខ្ញុំបញ្យល់សឹងរាល់ថ្ងៃបងប្អូនគាត់អត់មានការចិញ្ចឹមហ្នឹងវាអត់មាននេះពិបាកទេបងប្អូនវាសាមញ្ញងាយដែរប៉ុន្តែពេលខ្លះវារៀងប្លែកចឹងដូចថាយើងអត់ដែលចាប់ដើមពីមកអញ្ចឹងបងប្អូនតែដល់ពេលយើងចំបានភាសាទៅវាធម្មតាបាទព្រោះសុកយើងបងប្អូនដឹងហើយបាទស្អីក៏ចាប់ដើមក្រោយគេនេះគេដល់ណែអស់ហើយយើងទៅចាប់ដើមអញ្ចឹងណាគ្រាន់តែយើងទោះជាយឺតក៏អត់អីដែរបាទហើយតែយើងអាចធ្វើបានកុំឲ្យតែយើងអត់ធ្វើបាទអញ្ចឹងអាហ្នឹងណាបងប្អូននេះថាប្រយោជន៍ក្នុងការចិញ្ចឹមគឺដើម្បីផលិតជាចំណីសត្វបែបហ្នឹងបាទ